សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលរឿងវិទ្យាសាស្ត្រមួយគឺអ្នកវិទ្យាសាស្ត្រនឹងបានយកសត្វកន្លាតអាកន្លាតនៅក្នុងបន្ទប់យើងរាល់ថ្ងៃហ្នឹងយកទៅដាក់នៅក្នុងភពអង្គារដើម្បីឲ្យคลายធ្វើបទពិសោធន៍អញ្ចឹងណាធ្វើពិសោធន៍អញ្ចឹងណាតែ500ឆ្នាំមកគឺសត្វកន្លាតនោះคลายទៅជាសត្វចម្លែកបងប្អូននឹងមានកម្លាំងខ្លាំងជាងមនុស្ស100ដងមនុស្សមិនអាចនឹងវាយឈ្នះសត្វកន្លាតនឹងទេតើយើងតាមដាននឹងរឿងថាចាំមើលគេដោះស្រាយបែបណាដើម្បីយកឈ្នះសត្វកន្លាតនោះស្នេហ៍មួយគូនឹងនាំពួកគេទៅមន្ទីរពិសោធន៍របស់គាត់ដើម្បីសត្វកន្លាតពួកគេនឹងទទួលបានប្រាក់ខែល្អហើយឧក្រិដ្ឋកម្មរបស់ពួកគេឆ្លងកាត់ការវះកាត់ប្រថុយប្រឋានជាមុនសិនខមជាដំបងឡើយបដិសេធពីព្រោះគាត់ប៉ុន្តែណែនៅចុះឈ្មោះភ្លាមដូច្នេះខមជាយល់ព្រមចូលរួមដើម្បីនៅជាមួយនាង2ឆ្នាំក្រោយមកណែខមជាកំពុងហោះហើរទៅភពព្រះអង្គារជាមួយនឹងក្រុមនាវិកទាំងមូលនៅក្នុងយានអវកាសមួយហើយសូមឲ្យខមជាវាយគ្នាការប្រកួតបានបញ្ចប់ដោយស្មើប៉ុន្តែយិននិយាយថាបន្ទាប់មកគាត់ព្យាយាមតាក់ទងណែនៅនាងបដិសេធគាត់ដោយនិយាយថាខមជាបានរំដោះនាងប៉ុន្តែគំនិតនៃការរាប់នេះថាជាសេរីភាពខណៈពេលដែលលីកំពុងស៊ីសត្វល្អិតថេយូខាម៉ារីយ៉ាហើយធ្វើឲ្យនាងភ្ញាក់ពីដំណេកដោយការបឺតដៃដូច្នេះម៉ារីយ៉ារត់ទៅរកមិត្តអូសេខូស្ត្រីដែលកាត់ថូរ៉ាម៉ារូនិងយ៉ូសខេនសម្លឹងមើលរាងកាយរបស់ពួកគេដូច្នេះអាស៊ូខាហៅពួកណានៅគាត់សម្គាល់អ្វីមួយអំពីនាវិកថូរ៉ាម៉ារូនិងយ៉ូសខេនគឺជាយ៉ាគីហ្សាអាស៊ូខេគឺជាប៉ូលីសថេស៊ូខាគឺជាឃាតករស៊ីរៀលមេរីយ៉ាគឺជាជនអន្តោប្រវេសន៍ខុសច្បាប់អូសេខូដាក់ការងារអេឆេរ៉ូគឺជាពួក hacker ហើយលីគឺជាភេវករដោយពិចារណាពីរបៀបដែលនាងនឹងខំនាងឆ្ងល់ថាតើហុនដែលជួតែឧក្រិដ្ឋជនឬអត់ទោះយ៉ាងណាយិននិយាយថាគាត់គ្រាន់តែពួកគេត្រូវបានជ្រើសរើសពីព្រោះពួកគេទាំងអស់គ្នាត្រូវការលុយជាចាំបាច់នៅពេលអនុហ្វេនេឯកម៉ៃណាបញ្ជូនមនុស្សគ្រប់គ្នាទៅកាន់ទីតាំងរបស់ពួកគេពីដោយរលូនហើយនៅពេលដែលពួកគេមើលទៅខាងក្រៅពួកគេសម្គាល់ដំណើរការកែប្រែដីម៉ៃណាបើកដំណើរការឧបករណ៍មួយដែលមានសារធាតុគីសត្វកន្លាតហើយយកយកមកបំបែកក្រុមដើម្បីរុករកតំបន់នោះហើយពិនិត្យមើលដំណើរការនៅពេលដែលអាស៊ូខាត្រូវបានផ្គូផ្គងជាមួយយ៉ូសខេននាងប្រាប់យកយកមកថានាងបដិសេធដើម្បីសហការជាមួយអេឆេរ៉ូជំនួសវិញយ៉ូសខេនត្រូវបានអាក់អន់ចិត្តប៉ុន្តែយកយកមកទទួលជំនួសបន្ទាប់ពីក្រុមនាវិកចាក់ចេញទៅយកយកមកបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលរកឃើញបឹកស្មួយដែលជាអាចកំបាំងកាលពី10ឆ្នាំមុនប្រធានក្រុមតាក់ទង Honda ដើម្បីបង្ហាញគាត់កំពុងដំណើរការល្អដូច្នេះ Honda រំភើបចិត្តព្រោះបើបេសកកម្មជោគជ័យនោះបច្ចេកវិទ្យាដើម្បីគ្រប់គ្រងពិភពលោកទន្ទឹមនឹងនោះក្រុមផ្សេងកំពុងរុករករួចហើយយិនគិតថាវាចម្លែកដែលពួកគេមិនទាន់បានរកឃើញសត្វកន្លាតងាប់មួយក្បាលប៉ុន្តែនៅពេលដែលពួកគេដើរជុំវិញផ្ទាំងថ្មពួកគេបានទទួលរងនៅការកំពុងកាន់ដំបងឈរនៅក្បែរនោះអ្នកទាំងពីរបានលាក់ខ្លួនភ្លាមដោយមានអារម្មណ៍ច្របូកច្របល់មិនបានប្រាប់អ្វីទាំងអស់អំពីភពអង្គារដែលអាចកើតមានមិនឆ្ងាយប៉ុន្មានពីទីនោះខមជានៃសត្វទាំងនេះខមជាព្យាយាមតាក់ទងជាមួយវាប៉ុន្តែភ្លាមនោះសត្វនោះវាប្រហើយបំបាក់របស់នាងបន្ទាប់ពីទម្លាក់សាកសពរួចវារត់គេចខ្លួនក្នុងល្បឿនលឿននៅជីនរកឃើញពួកគេហើយប្រាប់ពួកគេថាសត្វទាំងនោះក៏បានសម្លាប់អាស៊ូខាផងទៅកាន់កប៉ាល់ហើយបន្ទាប់ពីទុកសាកសពរបស់ណែណូនៅក្នុងបន្ទប់ពេទ្យពួកគេការពិតទាំងអស់មនុស្សជាតិបានបញ្ជូនសត្វកន្លាតទៅភពព្រះអង្គារកាលពី500ឆ្នាំពេលវេលាដែលពួកគេបានវិវត្តក្នុងល្បឿនយ៉ាងលឿនអរគុណដល់វិទ្យុសកម្មលក្ខខណ្ឌសត្វដែលក្រុមនាវិកបានឃើញពិតជាសត្វកន្លាតដែលឥឡូវនេះខ្លាំងជាងមនុស្សហើយរដ្ឋាភិបាលបានហៅពួកគេថា The Terraformers ក៏ក្រុមនាវិកខឹងសម្បត្តិមួយសន្ទុះក្រោយមក Honda បានបង្ហាញខ្លួនក្នុងទម្រង់ជា hologram គាត់បានលុយហើយពួកគេបានវះកាត់មុនពេលមកដល់ដែលមិនមែនធ្វើឡើងភពអង្គារនោះទេវាបានប្រែក្លាយថានីតិវិធីនេះបានដាក់ដំណើរសត្វល្អិតនៅក្នុងខ្សែបំពេញបេសកកម្មបន្ទាប់ពីប្រាប់អ្នកគ្រប់គ្នាឲ្យប្រយុទ្ធប្រឆាំងនឹងសត្វកន្លាតនោះ hologram បន្ទាប់មកយកមកពន្យល់ថាដើម្បីដំណើរការធម្មពលពួកគេត្រូវចាក់ Activator កោសិការាងកាយនឹងផ្លាស់ប្ដូរប៉ុន្តែវានឹងមានរយៈពេលតែពីរធម្មតាដរាបណាពួកគេមិនប្រើវាលើសកម្រិតបើពួកគេធ្វើពួកគេនឹងស្លាប់យកមកទៅកាន់ឈុតរបស់នាវិកដែលភ្ជាប់ដោយផ្ទាល់ទៅនឹងគំនិតរបស់ពួកគេហើយសបាយនាវិកដែលនៅសេសសល់មិនសប្បាយចិត្តទេហើយម៉ៃណាចង់ដឹងថាហេតុអ្វីបានគាត់ពន្យល់ថាគាត់មានបញ្ជាឲ្យរក្សាការសម្ងាត់សមាជិកនាវិកខ្លះចោលប៉ុន្តែនៅពេលនោះកុំព្យូទ័រជូនដំណឹងដល់ពួកគេថាសត្វកន្លាតកំពុងខិតស្ម័គ្រចិត្តចេញទៅប្រយុទ្ធនឹងពួកគេដោយនិយាយថាពេលដែលពួកគេបានអំណាចថ្មីដើម្បីសងសឹកលើរដ្ឋាភិបាលខណៈពេលដែលលីចេញទៅក្រៅមជ្ឈិមបូព្រាហើយត្រូវបានគេដាក់រហស្សនាមថាទេពអមតៈលីបន្ទាប់ពីបានរួចជីវិតពីនោះនៅពេលដែលនៅខាងក្រៅលីចាក់ថ្នាំសកម្មដោយខ្លួនឯងអំណាចនៃសត្វកន្លាត Bombardier សត្វល្អិតនេះលីសារធាតុគីមីដើម្បីបង្កើតម៉ាស៊ីនបាញ់ភ្លើងរាងកាយរបស់លីប្រែទៅជាល្បាយនៃមនុស្សនិងសត្វកន្លាតហើយបន្ទាប់ផ្លាស់ប្ដូរការវាយលុកដោយល្បឿននិងកម្លាំងដូចគ្នាទៅនឹងសត្វនោះចាប់តាំងពីសត្វលីប្រើអំណាចថ្មីរបស់គាត់ហើយបាញ់អណ្ដាតភ្លើងដ៏ខ្លាំងក្លាមួយមកលើសត្វនោះមើលទៅដូចជាគាត់បានឈ្នះប៉ុន្តែមិនយូរប៉ុន្មានសត្វកន្លាតបានជាសះស្បើយហើយសម្លាប់លោតពីលើយានអវកាសហើយចាប់ផ្ដើមវាយកញ្ចក់ដែលស្របដោយកម្ដៅខ្លាំង
បំបែកវាបន្ទាប់មកវាចូលមកខាងក្នុងហើយសម្រាប់សមាជិកនាវិក2នាក់ភ្លាមដូច្នេះថ្នាំហើយទទួលបានសែននៃស្រមោច Paraponera ពីអាមេរិកខាងត្បូងសត្វល្អិតនេះអាចលើកទម្ងន់ខ្លួនរបស់វាហើយមានត្រូនិកឈឺចាប់ខ្លាំងដែលវាមានអារម្មណ៍ដូចជាយកមកកំទេចសត្វកន្លាតទៅលើអត់យ៉ាងងាយស្រួលសម្រាប់វាជាអាល់កុហុលកុំព្យូទ័ររកឃើញហ្វូងសត្វកន្លាតទាំងមូលកំពុងខិតជិតនាវាអូសេកូឆ្ងល់ថាហេតុអ្វីសម្រាប់ពួកគេហើយមេរីយ៉ាពន្យល់ថាដោយសារតែពួកគេចង់សម្លាប់នាងបានឃើញសត្វកន្លាតមួយក្បាលហើយសម្រាប់វាចោលគ្រាន់តែដោយសារតែនាវាទោះយ៉ាងណាក៏ដោយម៉ៃណាបានរកឃើញថាក្រុមបញ្ជាបានងាប់ហើយប្រព័ន្ធបំរុងយកមកបានបង្កើតផែនការមួយយ៉ាងឆាប់រហ័សក្រុមនឹងទៅ Bugs មួយហើយនោះគ្រឿងបន្លាស់ដើម្បីជួសជុល Bugs ពីខណៈពេលដែលគាត់ស្នាក់នៅដើម្បីប្រយុទ្ធប្រឆាំងនឹងគាត់នឹងតាក់ទាញសត្វកន្លាតផ្សេងទៀតដូច្នេះក្រុមអាចធ្វើដំណើរដោយសុវត្ថិជួយប្រធានក្រុមប៉ុន្តែអេឆេរ៉ូប្រាប់ពួកគេឲ្យចាក់ចេញព្រោះគាត់ជាអ្នកស្នាក់នៅចាប់ផ្ដើមឡើងកប៉ាល់ក្រុមការងារធ្វើដំណើរចេញទៅប៉ុន្តែខំជាឈប់សិនដើម្បីដោយសន្យាថានឹងត្រឡប់មកលេងនាងវិញមុនពេលចាក់ចេញគាត់ក៏សម្គាល់ឃើញខ្សែចម្លាក់មាត់របស់នាងក្រុមការងារចូលទៅខាងក្នុងរថយន្ត Rover ហើយដោយសារតែវានឹងត្រូវTezuka ស្ម័គ្រចិត្តប្រយុទ្ធគាត់ចាក់ថ្នាំហើយទទួលបានណារបស់សត្វល្អិត Rove ដែលអាចបាញ់បានក្របឧស្ម័នទៅត្រូវបន្ទាប់មកគេចខ្លួនក្នុងល្បឿនយ៉ាងលឿននៅពេលដែល Mina បើកទ្វារមានសត្វកន្លាតរាប់តោនកំពុងរង់ចាំដូច្នេះ Tezuka ឡើងលើដំបូលរថយន្តហើយបាញ់មធ្យោបាយសម្រាប់ Rover ដើម្បីគេចខ្លួនដោយសុវត្ថិភាពត្រឡប់ទៅនាវាវិញ Ichiro ទាន់ពេលសម្រាប់សត្វកន្លាតចូលមកទោះយ៉ាងណាក៏ដោយខណៈពេលដែល Yojima ប្រយុទ្ធ Ichiro រត់ទៅលាក់ខ្លួនហើយសត្វកន្លាតកាន់តែច្រើនឡើងហើយនៅពេលដែល Yojima បន្តប្រយុទ្ធគាត់កាលនោះ Yojima បានជ្រើសរើសគាត់ស្ទើរតែបំផ្លាញអាជីពរបស់គាត់ដោយការវាយចៅឲ្យគាត់ធ្វើជាប្រធានក្រុមម្ដងទៀតជាថ្នូរនឹងការយកសុទ្ធមួយពិភពព្រះអង្គកិនកន្លាតពីរបីក្បាលដោយទ្វារបិទបន្ទាប់មកគាត់បូមយកអុកស៊ីសែនចេញពីខាងក្នុងកប៉ាល់ដូច្នេះសត្វកន្លាតទាំងអស់នៅខាងក្នុងឆាប់ងាប់ដោយសារមានពីរបីក្បាលដែលខំប្រឹងប្រយុទ្ធហើយ Yojima មិនដែលឈប់ប្រឆាំងនឹងពួកនៅទីបំផុតកង្វះខ្យល់ក៏ធ្វើឲ្យគាត់និង Ichiro ដួលសន្លប់ដែរទន្ទឹមនឹងនោះ Jinsu ទំនាក់ទំនងជាមួយ Nano ហើយ Komachi គិតអំពីអ្វីដែលបានកើតឡើងនៅបាត់បង់ម្ដាយរបស់នាង Nano បានក្លាយជាជនរងគ្រោះនៃការរំលោភបំពានរបស់លុះល្ងាចមួយ Komachi បានឃើញគាត់វាយ Nano ហើយក៏មកជួយសង្គ្រោះនាងយ៉ាងងាយដកអាវុធបុរសនោះចេញហើយវាយគាត់ពីដៃចំបុរសនោះមិនខ្វល់ទេព្រោះ Nano របស់គាត់ប៉ុន្តែខណៈពេលដែលគាត់មានការរំខាន Nano បានចាប់កាំបិតដើម្បីការពារមិត្តស្រីរបស់គាត់ Komachi បានយកកាំបិតពីនាងយ៉ាងពេលដែលធ្វើឲ្យមើលទៅដូចជាគាត់បានធ្វើវាការពីអតីតកាល Komachi សួរ Jen ថាហេតុហើយ Jen ពន្យល់ថាគាត់គ្មានអ្វីសល់ទេព្រោះមិត្តតែមួយគត់របស់គាត់បានស្លាប់ដោយក្រុមនៅក្នុងរថយន្ត Rover ឃើញអ្វីមួយយ៉ាងធំសម្បើមខិតជិតមកដល់ស្ទើរតែដូចប៉ុន្តែវាពិតជារលកដ៏ធំនៃសត្វកន្លាតម៉ៃណារុញរទេសរុញឆ្លងកាត់រលកបន្តបាញ់ឧស្ម័នដែលបណ្ដាលឲ្យសត្វកន្លាតជាច្រើនត្រូវខ្ទេចនិងបង្អួចរទេសធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាពហើយពួកគេអបអរប៉ុន្តែរលកកាន់តែធំកំពុងមកដោយសារតែ Tezuka មិនអាចដោះស្រាយរឿងនេះតែម្នាក់ឯងបានថ្នាំរបស់ពួកគេដើម្បីផ្លាស់ប្ដូររូបរាង Oseko ទទួលបានថាមពលរបស់សត្វកណ្ដៀរ Hardshell មកដែលមានសម្បកដ៏រឹងមាំដែលសូម្បីតែសត្វដំរីក៏មិនអាចកំទេចវាបានដែរសត្វល្អិតដែលមានសម្បកការពារខ្លួនដ៏អស្ចារ្យដែលបញ្ឆោតស្រូវនៅពេលដែលពួកវាស្ត្រីទាំងពីរនាក់បានចូលរួមជាមួយ Tezuka នៅលើដំបូលហើយដើរតួជាខែប៉ុន្តែបន្ទាប់ពីឆ្លងកាត់រលកយានជំនិះក៏ក្រឡាប់ហើយបុកអ្នកគ្រប់គ្នានៅបោះត្រីចាក់ទៅដីស្រាប់តែរវបើកដំណើរការដោយស្វ័យប្រវត្តិដោយខ្លួនឯងហើយបើកឡានទុកត្រីចាក់យាននៅពីក្រោយសត្វកន្លាតព័ទ្ធជុំវិញពួកគេភ្លាមហើយក្នុងរយៈពេលពួកគេ3នាក់ដោយគ្មានមេត្តាមួយសន្ទុះក្រោយមកក្រុមការងារភ្ញាក់ពីដំណេកហើយរកឃើញដោយមិនដឹងថាមានយន្តហោះគ្មានមនុស្សបើកំពុងឃ្លាំមើលពួកគេនៅក្បែរនោះដើម្បីយាមច្រកចូលខណៈពេលដែលអ្នកផ្សេងទៀតចូលទៅក្នុងកប៉ាល់ដើម្បីរកវិនិច្ឆ័យពួកគេមានការភ្ញាក់ផ្អើលនៅពេលដែលរកឃើញថាកុំព្យូទ័ររបស់កប៉ាល់នៅពេលនោះពួកគេបានឮសំឡេងផ្ទុះកាំភ្លើងហើយរត់ចេញទៅខាងក្រៅស្រាប់តែសម្រាប់ Yoshikane គឺជាសត្វកន្លាតមុជទឹកនិង Toramaru ជាកណ្ដូបប៉ុន្តែពួកគេមិនដែលបានសមត្ថភាពរបស់ពួកគេក្នុងការស្វែងរកក្រោមទឹកនិងក្រោមដីទេភ្លាមនោះបង្ហាញថាពួកគេដឹងពីរបៀបប្រើប្រាស់អាវុធដែលពួកគេបានយកពីKomachi សម្រេចចិត្តថាពួកគេត្រូវតែប្រយុទ្ធហើយចាក់ថ្នាំដើម្បីផ្លាស់មកពីប្រទេសជប៉ុនដែលជាសត្វល្អិតដែលមានអ្នកស្លាប់ដោយចៃដន្យឲ្យប្រចាំឆ្នាំការព្រមានហើយមិនដូចសត្វឃ្មុំទេវាអាចចាក់ម្ដងហើយម្ដងទៀតជាមួយនឹងថាមពលទាំងនេះតាមរយៈដងខ្លួនរបស់សត្វកន្លាតសម្រាប់ពួកវាដោយមិនបែកញើសមិនយូរប៉ុន្មានយិនចាក់ថ្នាំដើម្បីក្លាយជាកណ្ដូបធ្វើចំណាក់ស្រុកដែលមានជើងខ្លាំងបំផុតក្នុងពិភពសត្វមានសមត្ថភាពលោតឡើងរហូតដល់កម្ពស់ជាន់នៅពេលដែលគាត់សម្លាប់សត្វកន្លាតដោយជើងទាត់ចុះប្រែក្លាយទៅជាកណ្ដូបអាស៊ីយៈដែលមានជើងរាងកណ្ដៀវដែលអាចកាត់អ្វីបានដោយធ្វើការរួមគ្នាពួកគេអាចសម្លាប់សត្វកន្លាតទាំងអស់ប៉ុន្តែនៅដើម្បីមើលពីរ៉ាមីតនៅក្បែរនោះក្នុងពេលនោះមានសត្វកន្លាតកំពុងមើល Bugs ពីចម្ងាយភ្លាមនោះវាបង្ហាញថាវាអាចនិយាយបានហើយមានទូរស័ព្ទដែលវាប្រើដើម្បីហៅ
កំពុងដំណើរការតាមផែនការ Honda ណែនាំឲ្យនៅឲ្យឆ្ងាយពីខុំជាប្រសិនបើគាត់ផ្លាស់ប្ដូរពីព្រោះសត្វល្អិតរបស់គាត់គឺជាមនុស្សខូខើបន្ទាប់ពីដាក់ទូរស័ព្ទចោលសត្វកន្លាតចូលទៅក្នុងសារជាថ្មីមុនពេលចង្អុលកាំភ្លើងទៅដងខ្លួនរបស់សត្វនោះបំបែកជាពីរហើយបង្ហាញអាស៊ូខាដែលផ្លាស់ប្ដូរនៅខាងក្នុងនាងជាសត្វដែលត្រូនិករបស់វាអនុញ្ញាតឲ្យវាគ្រប់គ្រងចិត្តរបស់សត្វកន្លាតនៅពេលដែលនាងហៀបសត្វទាំងនោះហើយធ្វើឲ្យពួកគេប្រយុទ្ធគ្នាវាបានប្រែក្លាយថាទាំងអាស៊ូឲ្យ Honda ដោយសម្ងាត់ជាយូរមកហើយអាស៊ូខាបន្តសម្រាប់យោជាមកហើយបន្ទាប់មកបោះទឹកដាក់ H ដែលការផ្លាស់ប្ដូររបស់វាបានមកពីសត្វមូស Cheronomid ដែលដេកលក់មកពីអាហ្វ្រិកកណ្ដាលនៅពេលដែលវាកំពុងមានគ្រោះថ្នាក់វាចូលទៅក្នុងសភាពត្រឹងហើយវាត្រូវការតែទឹកនៅពេលដែល Ichiro ភ្ញាក់ពីដំណេកគាត់នឹង Asuka ពិនិត្យមើលសុទ្ធដែលជាសត្វកន្លាតចំនួនទី2ខណៈពេលដែល Ichiro កំពុងធ្វើការលើករាងកាយរបស់ Nano នៅតែបញ្ចេញខ្សែពណ៌ជាច្រើនការធ្វើឲ្យសកម្មនៃបឹកពីគឺត្រូវបានគេឃើញដោយ Komachi និងអ្នកផ្សេងទៀតភ្លាមមុនពេលយន្តហោះគ្មានមនុស្សដោយ Honda គាត់សូមអរគុណក្រុមទាំង3ចំពោះទិន្នន័យសម្រាប់ភូមិទាំងអស់ដែលគាត់បានដើម្បីបំផ្លាញនាវាបន្ទាប់ពីប្រាប់ពួកគេអំពីការស្លាប់របស់ Yojima លោក Honda ពន្យល់ពឹកមួយបានត្រឡប់ទៅផែនដីវិញហើយបានយកក្បាលកន្លាតទៅជាមួយគាត់លទ្ធភាពនៃការប្រើប្រាស់សត្វកន្លាតជាទាហានកម្ពុជាហើយទទួលបានការដោយសារតែឱកាសយានិកធម្មតាមានសិលធម៌បេសកម្មពិតប្រាកដគឺដើម្បីយកសុទ្ធមិនមែនសម្រាប់សត្វកន្លាតទេពីរ៉ាមីតដែលពួកគេបានឃើញត្រូវបានពន្យល់ដោយការមនុស្សក្រៅភពដែលប្រើប្រាស់មនុស្សជាតិមុនពេលផ្លាស់ទៅភពព្រះអង្គាដឹកនាំដោយសែនទាំងនោះត្រៀមខ្លួនចាក់ចេញពេលដែលគាត់ចាប់ផ្ដើមចងចាំពីមូលហេតុដែលគាត់បានទទួលនឹងម្ដាយឈឺប៉ុន្តែពួកគេរស់នៅក្នុងភាពក្រីក្រ Ichiro បានធ្វើការលើការគាត់អាចលក់ជាមួយនឹងការណែនាំរបស់សាស្ត្រាចារ្យរបស់គាត់នៅពេលក្រោយបានរៀបចំឲ្យ Ichiro ធ្វើឲ្យមើលទៅដូចជាគាត់បានវាយប្រហារមិត្តរួមការងារដូច្នេះ Asuka បានចូលរួមគម្រោងសម្រាប់អំណាចភ្លាមនោះសុទ្ធចាប់ផ្ដើមញ៉ាស់មុនអាយុដែលផ្ដល់សត្វកន្លាតពី Asuka ព្យាយាមប្រើអំណាចរបស់នាងដើម្បីគ្រប់គ្រងពួកវាប៉ុន្តែចំនួនទី2នេះកាន់តែមានការវិវត្តថែមទៀតពេល Bugsby ហោះចេញពីសត្វដែលសម្លាប់ ហើយសត្វកន្លាតផ្សេងទៀតដើម្បីជួយមិនយូរប៉ុន្មានសត្វកន្លាតទាំងអស់ហោះទៅកាន់កប៉ាល់ដែលបណ្ដាលឲ្យវាដំណើរការខុសប្រក្រតីនៅពេលដែលម៉ាស៊ីនផ្ទុះសត្វកន្លាតនៅតែចាក់ខ្លួនឯងយ៉ាងលឿនដើម្បីចូលទៅក្នុងសភាពត្រឹងបន្ទាប់ពីមានការរង្គោះរង្គើជាច្រើនពឹកមួយហើយសត្វកន្លាតវាយប្រហារក្រុមទាំង3ដែលប្រែរូបយ៉ាងរហ័សដើម្បីវាយបកក្នុងការប៉ុន្តែបន្ទាប់មកសត្វកន្លាតដែលវិវត្តចេញពីសុទ្ធបានចូលរួមក្នុងសមរភូមិមិនយូរប៉ុន្មានម៉ៃណាត្រូវបានសម្លាប់ដោយដៃរបស់នាងផ្ទាល់ដូច្នេះជិនចាក់គាត់មើលទៅដូចសត្វល្អិតខុំជាធ្វើដូចគ្នាហើយឥឡូវនេះការប្រយុទ្ធកាន់តែយុទ្ធធម៌សម្រាប់សត្វកន្លាតឲ្យបានច្រើនលឿនជាងមុនយិនសម្រាប់ចិត្តលេបថ្នាំលើកទី3ហើយដុសប្រយុទ្ធប្រឆាំងនឹងសត្វកន្លាតនៅលើមេឃហើយកំទេចពួកវាទៅនឹងកប៉ាល់ជាហើយបរោះចាប់ផ្ដើមហត់នឿយដោយមិនអើពើនឹងការប្រមានរបស់ខុំជាលោកយិនបានលេបថ្នាំគាត់ឲ្យคล้ายជាមនុស្សម្ដងទៀតនៅពេលក្រោយគាត់វាយប្រហារសត្វកន្លាតដែលបានវិវត្តជើងបន្ទាប់មកកាត់ក្បាលវាដោយការទាត់ទោះយ៉ាងណាក៏ដោយគាត់ក៏ឈានដល់ដែនកំណត់ដីខុំជាប្រញាប់ប្រញាល់ការពាររាងកាយរបស់យិនប៉ុន្តែកន្លាតដែលបានវិវត្តផ្សេងទៀតហើយបំបែកពួកគេទាំងពីរដូច្នេះឥឡូវនេះការវាយរបស់ខុំជាមិនធ្វើអ្វីទាំងអស់ស្រាប់តែសត្វវេទមន្តដ៏ភ្លឺចែងចាំងមួយលេចឡើងហោះមករកពួកគេហើយនៅទូទាំងតំបន់វាប្រែថានេះគឺ Nano ដែលបានប្រែក្លាយទៅជាមេអំបៅសូត្រនាងមានអំណាចដើម្បីដុតជញ្ជីងមេអំបៅដែលឆាប់នឹងបង្កើតជាការផ្ទុះធូលីយិនចង្អុលបង្ហាញនេះគឺជាការលះបង់ដើម្បីសង្គ្រោះពួកគេដូច្នេះខុំជាព្យាយាមអង្វរ Nano គុំស្លាប់ហើយចាប់ផ្ដើមហោះទៅរកនាងនៅពេលនោះកន្លាតបាញ់មកលើគាត់ហើយបង្កឲ្យមានដែលបណ្ដាលឲ្យមានការផ្ទុះដ៏ធំមួយនៅពេលដែលសត្វកន្លាតទាំងអស់ចាប់ផ្ដើមងាប់យិនហោះឡើងហើយទាន់ពេលវេលាប៉ុន្តែ Nano ស្លាប់ម្ដងទៀតការផ្ទុះនេះក៏ធ្វើឲ្យ Bugs មួយរញ្ជួយធ្លាក់លើមុខរបស់ Ichiro ធ្វើឲ្យគាត់ភ្ញាក់ពីដំណេកមានសត្វកន្លាតនៅពីក្រោយគាត់ប៉ុន្តែ Ichiro ចងចាំការសន្យាដែលគាត់បានធ្វើចំពោះម្ដាយរបស់គាត់ហើយសម្លាប់សត្វនោះយ៉ាងសាហាវដើម្បីរស់រានមានជីវិតទីបំផុតជីនគាត់ឃើញថាជីនបានប្រែជាសត្វល្អិតទាំងស្រុងប៉ុន្តែគាត់នៅតែអាចនិយាយបានជីនប្រាប់ទៅផែនដីដោយគ្មានគាត់ហើយរស់រានមានជីវិតដើម្បីគោរពដល់ការលះបង់របស់ Nano នៅសត្វកន្លាតពីរបីក្បាលដែលបានរស់រានមានជីវិតរួមទាំងសត្វដែលបានវិវត្តមួយក្បាលកន្លាតដែលបានវិវត្តប៉ុន្តែជំនួសឲ្យការសម្លាប់វាគាត់សម្រេចចិត្តឲ្យវាទៅបន្ទាប់ក៏ប៉ាល់ហើយរកឃើញថា Ichiro នៅមានជីវិតនៅឡើយគាត់ហៅគាត់ថាជាជនក្បត់ប៉ុន្តែ Ichiro យកកាំភ្លើងចេញហើយសម្លាប់សត្វកន្លាតមួយក្បាលដែលហៀបនឹងសម្លាប់អ្នកទាំងពីររកឃើញផាំងរត់គេចហើយហោះត្រឡប់ទៅផែនដីវិញសត្វកន្លាតចង់តាមចាប់ប៉ុន្តែវិវត្តមួយបញ្ឈប់ពួកគេមួយវិញទៀតនៅលើផែនដី Honda គាត់សម្គាល់ថាទៅក្នុងប្រព័ន្ធរបស់គាត់ដើម្បីផ្សាយការពិតទៅកាន់ពិភពលោកទាំងមូលទោះយ៉ាងគាត់គ្រាន់តែលាក់ខ្លួនមួយរយៈហើយបន្ទាប់មកស្វែងរករដ្ឋាភិបាលមួយផ្សេងជំនួយការស្រាប់តែបង្ហាញថានាងបានធ្វើការឲ្យរដ្ឋាភិបាលបាញ់គាត់ប៉ុន្តែ Honda មានរបាំងការពារដែលបញ្ឈប់គ្រាប់កាំភ្លើងបន្ទាប់មកគាត់បោះដែលសម្រាប់នាងនៅក្នុងយានអវកាស Ichiro ស្បត់ថានឹងលាតត្រដាងមនុស្សគ្រប់គ្នាដែលចុះខណៈពេលដែល Komachi និយាយថាគាត់នឹងធ្វើភ្នូរឲ្យក្រុមរបស់ពួក